Bạnជំរាបសួរសួស្តីអ្នកទាំងអស់គ្នាបាទជួបជាមួយខ្ញុំមនុស្សស្មោះលីណាបាទអើយហត់នឹងស្មោះរាល់ថ្ងៃយាយមែនអូខេថ្ងៃនេះដែរខ្ញុំមកធ្វើតាក់ទងនឹងវីដេអូបរៀនគ្នាយើងពីរបៀបប្រើប្រាស់ Inventory បញ្យល់ពីចំណុចមួយចំនួននៅក្នុង Inventory និងបរៀនពីរបៀបទិញអីវ៉ាន់អ្នកគ្នាទិញអីវ៉ាន់របៀបមិនអញ្ចឹងជាដំបូងអ្នកគ្នាចូលទៅកាន់សាច់ដុំ N ចូលឡើងរូបមនុស្សនេះមួយនេះមកហើយអ្នកគ្នាចូលពី Inventory អញ្ចឹងខ្ញុំនឹងបញ្យល់ខ្លះៗចំនួនកន្លែងទី1នេះគឺជាចំនួន amount អញ្ចឹងមានន័យថា amount អ្នកគ្នាចង់ដាក់ចំនួនអីមួយគឺ amount ចំនួនឬក៏យើងដាក់ដូចគេទិញអីវ៉ាន់ឧទាហរណ៍អ្នកគ្នាចង់គៀវអីវ៉ាន់អីឲ្យមិត្តភ័ក្តិឬក៏អ្នកស្គាល់គ្នាអញ្ចឹងអ្នកគ្នាដាក់មួយអញ្ចឹងទៅអ្នកគ្នា select លើបាយឬក៏ទឹកអីមួយអញ្ចឹងទៅឲ្យទៅកាន់មិត្តភ័ក្តិរបស់យើងអញ្ចឹងទៅហើយយុះនេះគឺសម្រាប់ឧទាហរណ៍ថាយើងចង់ហូបបាយខ្ញុំឧទាហរណ៍ណាខ្ញុំហូបបាយអញ្ចឹងខ្ញុំយុះមួយទៅដើម្បីញ៉ាំបាយអូខេខ្ញុំផឹកទឹកខ្ញុំយុះមួយទៀតខ្ញុំ select លើរូបទឹកនេះមកខ្ញុំយុះមកចាខ្ញុំផឹកទឹកអញ្ចឹងពេលដែលខ្ញុំចិត្តអស់បាយអស់ទឹកខ្ញុំយុះវាឬក៏ខ្ញុំមាន bandage មានអីខ្ញុំត្រូវការដាក់ឈាមខ្ញុំយុះវាអូខេហើយឬក៏អ្នកនរគ្នាពេលមានឡានមានម៉ូតូនៅចិត្តយើងចង់ធ្វើឡានធ្វើម៉ូតូយើងយុះទៅលើវាទៅអាហ្នឹងជាចំណុចមួយអញ្ចឹងចូលដល់កន្លងទី3នេះ view អញ្ចឹងខ្ញុំឧទាហរណ៍ថា amount មួយចាខ្ញុំ view ដោយសារអី view នេះគឺសម្រាប់យើង view អីវ៉ាន់ទៅឲ្យមិត្តភ័ក្តិរបស់យើងតែចុចអត់អីមិត្តភ័ក្តិរបស់យើងគឺគាត់អត់នៅចិត្តយើងអញ្ចឹងយើងអត់អាច view បានទេដោយសារខ្ញុំអត់មានអ្នកមកធ្វើវីដេអូជាមួយអញ្ចឹងខ្ញុំអាចឧទាហរណ៍ view របស់ឲ្យអ្នកគ្នាទេអញ្ចឹងចំណុចចុងក្រោយនេះគឺរបៀប drop អីវ៉ាន់រាល់ដងយើងមាន system ពីមុនយើងមាន drop នៅក្នុងហ្នឹងតែឥឡូវមិនបាច់ទេអ្នកគ្នាគ្រាន់តែឧទាហរណ៍ខ្ញុំឧទាហរណ៍ថាខ្ញុំ amount ចំនួន2អូខេខ្ញុំដាក់លេខ2ហើយខ្ញុំ select លើ repair kit របស់ខ្ញុំហើយខ្ញុំនេះឃើញយើងមានកឡោនបែងចែកគាត់មានមួយខាងទៀតអ្នកគ្នា select ទៅលើនេះទៅអូខេនេះខ្ញុំ drop អីវ៉ាន់គាត់ចោលបាត់ទៀតខ្ញុំ drop repair ចោលហើយនេះគឺជារបៀប drop ងាយទេអ្នកគ្នាចាហើយយើងចង់រើសមកវិញអ្នកគ្នាចូលទៅ inventory របស់យើងត្រែមកនេះយើងចូល inventory ហើយយើង select លើវាមកយើងដាក់ចំនួនឧទាហរណ៍វាមាន2អ្នកគ្នាដាក់លេខ2ឬក៏អ្នកចង់រើសវាតែមួយអ្នកគ្នាដាក់តែមួយមករើសខ្ញុំ select លើនេះមួយអញ្ចឹងវានៅមួយអញ្ចឹងខ្ញុំ select យកវាមួយទៀតមកអូខេអញ្ចឹងខ្ញុំរើសវាបានហើយអូខេប៉ុណ្ណឹងងាយស្រួលហើយអញ្ចឹងចូលដល់ចំណុចបន្ទាប់ទៀតអ្នកគ្នាចូលទៅទិញអីវ៉ាន់អញ្ចឹងខ្ញុំបរៀនពីរបៀបទិញអីវ៉ាន់អត់មានប្រវត្តិទេយើងចូលទៅរកទិញអីមួយទៅនេះខ្ញុំចូលទៅទិញឧទាហរណ៍ចូលទិញ radio ចាស់ឡើងហាងទូរស័ព្ទចាស់អញ្ចឹងខ្ញុំសាច់ដុំវាយឡើងសອບនេះមកអូខេអញ្ចឹងខ្ញុំចង់ទិញ radio មួយអញ្ចឹងខ្ញុំចង់ទិញ radio មួយខ្ញុំ amount ចំនួនវាមួយហើយខ្ញុំ select លើ radio ហើយខ្ញុំ select ចូល account របស់ខ្ញុំនេះវាទិញមួយនេះតម្លៃ$100វាដកលុយខ្ញុំ$100អ្នកគ្នាចង់ទិញបាសខ្ញុំឧទាហរណ៍ទិញកាស show មួយទៀតចាស់ទិញមួយកាស show ខ្ញុំ select លើ account របស់ខ្ញុំទិញកាស show អញ្ចឹងអ្នកគ្នាចង់ទិញបាយទឹកអ្នកគ្នា select ដូចគ្នាអញ្ចឹងទៅយើងចង់ទិញបាយវានឹងលូតមកជារៀងទៀតនៅខាងស្ដាំដៃរបស់យើងវាមានបែងចែកកន្លងពីឲ្យយើងដើម្បីតើអានេះជារបៀបទិញនិងរបៀបប្រើប្រាស់ inventory ងាយទេយើងអត់មានអីពិបាកទេយើងគ្រាន់ប្រើទៅលើសាច់ដុំស្រួលទេអ្នកគ្នាអត់មានពិបាកត្រូវការធ្វើការអីញ៉ៃទេអញ្ចឹងរបៀបទិញមានតែប៉ុណ្្នឹងទេហើយជួបខ្ញុំនៅវីដេអូបន្ទាប់ទៀតខ្ញុំនឹងធ្វើវីដេអូផ្សេងពីការងារឬក៏អីផ្សេងទៀតនៅក្នុងក្រុងឲ្យគ្នាយើងបានដឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតណាបាយជូនពរគ្នាយើងសំណាងល្អសុខភាពល្អតែជប់សិនអ្នកគ្នាអត់ទាន់បាន subscribe channel YouTube របស់ខ្ញុំឬក៏ Facebook របស់ខ្ញុំអីកុំភ្លេចជួយ subscribe អ្នកមួយផងណាទុកជាកម្លាំងចិត្តអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាយ